និទានរឿងព្រេងខ្មែរសូមជូនរឿងពងមាន់ទឹកសូមប្រិយមិត្តជួយចុច Subscribe Channel YouTube ក៏ដូចជាចុចសញ្ញាកណ្ដឹងដើម្បីទទួលបានរឿងនិទានថ្មីៗស្ដាប់កម្សាន្តជាបន្តទៀតជាយូរលង់ណាស់មកហើយមានគ្រួសារមួយរស់នៅឆ្ងាយដាច់ស្រយាលពីគេគ្រួសារនេះមានឪពុកនិងកូនស្រីមួយប៉ុណ្ណោះឪពុកឈ្មោះកែវឯកូនស្រីឈ្មោះម៉ារីកាថ្ងៃមួយពូកែវចាប់ចិត្តស្រឡាញ់អ្នកមេម៉ាយម្នាក់ឈ្មោះនាងម៉ាច័ន្ទគាត់មានកូនស្រីម្នាក់ដែរឈ្មោះនាងចន្ទទីក្រោយមកពូកែវក៏បានរៀបការជាមួយនឹងមីងម៉ាច័ន្ទមួយខែក្រោយមកពេលដែលពូច័ន្ទបានរៀបការរួចពូច័ន្ទមានដំណើរចេញទៅរកស៊ីនៅឯស្រុកឆ្ងាយតែមុននឹងពូច័ន្ទធ្វើដំណើរចេញទៅគាត់ក៏ហៅនាងម៉ារីកាមកផ្ដាំកូនស្រីពេលដែលឪពុកមិននៅចូលកូនត្រូវចេះស្រឡាញ់មីងឯងឲ្យដូចដែលកូនស្រឡាញ់ឪពុកអញ្ចឹងកុំឆ្លោះប្រកែកគ្នាអីណាចាលោកពុកកូននឹងធ្វើតាមបណ្ដាលោកពុកទាំងអស់ផ្ដាយផ្ដាំរួចហើយពូកែវក៏ចាប់ចេញដំណើរទៅក្រោយពីពូកែវចេញទៅបាត់មីងច័ន្ទក៏ហៅនាងចន្ទទីជាកូនមកប្រាប់ដើម្បីរកវិធីយ៉ាងណាក៏ដោយឲ្យនាងម៉ារីកាចេញពីផ្ទះនេះព្រោះគាត់មិនចង់ចែករំលែកទ្រព្យសម្បត្តិឲ្យនាងនោះឡើយជារៀងរាល់ថ្ងៃមីងច័ន្ទនិងកូនតែងតែវាយដំនាងម៉ារីកាស្ទើរគ្មានលុះពេលឡើយថែមទាំងបង្ខំឲ្យនាងបម្រើទាំងម្ដាយទាំងកូនដូចជាស្រីបម្រើទៀតផងមួយខែក្រោយមកពូកែវក៏ត្រឡប់មកផ្ទះសម្បែងវិញលុះឃើញប្តីត្រឡប់មកវិញមីងម៉ាច័ន្ទក៏ចាប់ផ្ដើមនិយាយបង្កាច់បង្ខូចពីនាងម៉ារីកាប្រាប់ប្តីតែពូកែវនៅស្ងៀមហើយហៅកូនស្រីឲ្យរៀបចំបាយទឹករួចក៏ចូលទៅសម្រាកទៅប៉ុន្មានថ្ងៃក្រោយមកពូកែវក៏ចេញដំណើរទៅម្ដងទៀតគាត់បានហៅប្រពន្ធកូនមកផ្ដាំព្រមទាំងនិយាយជាមួយនឹងមីងច័ន្ទឲ្យជួយមើលថែទាំកូននិងផ្ទះសម្បែងឲ្យបានល្អផងថ្ងៃមួយនាងចន្ទទីឃើញនាងម៉ារីកាស្លៀកពាក់ខោអាវស្អាតក៏ច្រណែនរួចហៅនាងមកវាយធ្វើបាបតាមទំនើងចិនយេនាងម៉ារីកានរណាឲ្យនាងឯងស្លៀកពាក់សំពត់អាវស្អាតបែបនេះដឹងទេថាវាជារបស់យើងឆាប់ដោះវាឲ្យយើងភ្លាមមកនាងចន្ទទីនិយាយបណ្ដើរវាយនាងម៉ារីកាបណ្ដើររហូតទាល់តែនាងសន្លប់នាងចន្ទទីភ័យណាស់ក៏ស្រែកហៅម្ដាយឲ្យមកជួយឃើញបែបនេះមីងច័ន្ទក៏យកទឹកមកជះចំកណ្ដាលមុខនាងម៉ារីកានាងក៏ភ្ញាក់ដឹងខ្លួនឡើងនាងម៉ារីកាកំសត់ឈឺចុកចាប់ក្នុងខ្លួនជាពុនប្រមាណនាងយំផងរំកិលខ្លួនបន្តិចម្ដងផងដើរសំដៅទៅរកអណ្ដូងទឹកមួយនៅពីក្រោយភូមិម៉ារីកាអង្គុយសំកប់ក្បែរអណ្ដូងនឹកតូចចិត្តនឹងវាសនាខ្លួនឯងថាហេតុអ្វីអភ័ព្វយ៉ាងនេះស្រាប់តែមានដូនចាស់ម្នាក់ដែលកាន់ឈើច្រត់សក់វែងសំប្រងភ្នែកធំធ្មេញបាក់សល់តែមួយយាយក៏មកសួរនាងថាចៅស្រីតើចៅមានរឿងអ្វីបានជាចៅអង្គុយយំនៅទីនេះអញ្ចឹងនាងម៉ារីកាក៏រៀបរាប់រឿងរ៉ាវរបស់ខ្លួនឲ្យយាយស្ដាប់ចប់សពគ្រប់យាយចាស់អាណិតនាងជាខ្លាំងហើយក៏ហៅនាងឲ្យមកនៅជាមួយគាត់បានជាគ្នាតាមផ្លូវយាយចាស់បានផ្ដាំនាងម៉ារីកាថាចៅស្រីបើសិនជាចៅឃើញឬដឹងអ្វីដែលប្លែកនោះសូមចៅ
កុំសួរនឹងនិយាយអ្វីផ្ដេសផ្ដាស់ឲ្យសោះបើនិយាយឲ្យនាងធ្វើអ្វីនាងធ្វើតាមចោះតែហាមផ្ដាច់កុំសួរលុះមកដល់ខ្ទមយាយក៏យកអង្ករមួយគ្រាប់ឆ្អឹងមួយដុំហុចទៅឲ្យនាងហើយគាត់បានប្រាប់ទៅនាងថាចូលចៅយកវត្ថុនេះទៅចម្អិនម្ហូបចោះនាងម៉ារីកាឆ្ងល់ណាស់ចង់សួរយាយតែមិនហ៊ានសួរព្រោះនឹកដល់បណ្ដាំដែលគាត់បានប្រាប់តាមផ្លូវហើយក៏ទទួលវត្ថុនោះធ្វើតាមសម្ដីដែលគាត់បាននិយាយមួយស្របក់ក្រោយមកវត្ថុទាំងពីរក៏คล้ายទៅជាម្ហូបអាហារយ៉ាងឈ្ងុយឆ្ងាញ់លោកយាយម្ហូបនេះពិតជាឆ្ងាញ់ណាស់លោកយាយអើយយាយចាស់ញញឹមហើយនិយាយជាមួយនាងថាបើចៅឆ្ងាញ់ចូលចៅញ៉ាំឲ្យច្រើនចុះនឹងអាចសម្រាកក្រោយពីបរិភោគរួចអ្នកទាំងពីរក៏នាំគ្នាចូលនិន្ទ្រាទល់មុខគ្នាលុះយប់ជ្រៅបន្តិចយាយចាស់ក៏ប្រើវេទមន្តបង្ហុយក្លិនមាត់ស្អុយដូចគម្រង់តែនាងម៉ារីកាធ្វើមិនដឹងហើយគេងរហូតទល់ភ្លឺរស់នៅជាមួយដូនចាស់អស់រយៈជាច្រើនសប្តាហ៍នាងម៉ារីកាក៏សុំលោកយាយត្រឡប់មកលេងផ្ទះខ្លួនម្ដងលោកយាយក៏អនុញ្ញាតតែមុននឹងទៅយាយចាស់បានឲ្យនាងរើសពងមាន់ជាច្រើនគ្រាប់ហើយប្រាប់នាងថាចូលចៅយកពងមាន់ណាដែលឆ្លើយថាទៅសុំចៅយកឯពងមាន់ណាដែលឆ្លើយថាមិនទៅចូលចៅកុំយកឲ្យសោះនាងម៉ារីកាក៏ដើរចូលទៅកន្លែងទុកពងមាន់រួចសួរវាថាពងមាន់តើឯងព្រមទៅជាមួយយើងទេពងមាន់ឆ្លើយថាទៅពងខ្លះទៀតក៏ឆ្លើយថាមិនទៅឯនាងម៉ារីកាក៏រើសយកតែពងមាន់ណាដែលឆ្លើយថាទៅដាក់ពេញមួយល្អីក៏ត្រឡប់ទៅជួបយាយចាស់វិញយាយចាស់ក៏ទាញពងមាន់ពីក្នុងល្អី3ទៅឲ្យនាងហើយប្រាប់នាងថាពងមាន់3នេះចៅទុកពេលម្ដាយចុងរបស់ចៅធ្វើបាបចៅហើយចៅត្រូវនឹកដល់យាយហើយបោះពងមាន់ទី1មុនពងមាន់ទី2និងទី3ពេលនោះចៅនឹងឃើញអ្វីដែលចៅពងប្រាថ្នាហើយសូមចៅទៅឲ្យបានសេចក្តីសុខនាងម៉ារីកាក៏លាយាយចាស់ធ្វើដំណើរបានបន្តិចក៏ចាប់ពងមាន់ទី1បោះទៅនឹងដីពងមាន់ក៏បែកខ្ចាយคล้ายជាមាសពេជ្រនាងក៏យកពងមាន់បោះបន្តគ្នារហូតបានមាសពេញមួយល្អីម៉ារីកាសប្បាយចិត្តណាស់នាងអោបល្អីបណ្ដើរច្រៀងបណ្ដើរភ្លេចខ្លួនក៏មកដល់ផ្ទះឯនាងចន្ទីនិងម្ដាយលុះឃើញនាងម៉ារីកាមកដល់មានអោបកាញ់ជើក៏ស្រែកសួរនាងថាណែនាងម៉ារីកានាងបានស្អីមួយល្អីក្នុងដៃនោះចាអ្នកមីងគឺមាសនិងពេជ្រអ្នកមីងយ៉ាហងឯងហ៊ានលួចរបស់គេផងដោយខ្លាចម្ដាយចុងចោទប្រកាន់ម៉ារីកាក៏ប្រាប់រឿងរ៉ាវដែលនាងបានជួបឲ្យអ្នកទាំងពីរបានស្ដាប់មីងច័ន្ទម្ដាយចុងមីងច័ន្ទម្ដាយចុងស្ដាប់ហើយមានចិត្តលោភលន់ចង់បានមាសប្រាក់ដូចនាងដែរក៏ប្រាប់ឲ្យនាងចន្ទីដែលជាកូនធ្វើតាមដូចដែលនាងម៉ារីកាបានប្រាប់នាងចន្ទីក៏ទៅអង្គុយយំក្បែរអណ្ដូងទឹកដដែលយាយចាស់ក៏ដើរមកសួរដូចមុនចៅស្រីតើចៅមានរឿងអ្វីដែរបានមកអង្គុយយំនៅកន្លែងនេះអញ្ចឹងនាងចន្ទីក៏ឆ្លើយថាលោកយាយម្ដាយរបស់ខ្ញុំបានវាធ្វើបាបខ្ញុំណាស់លោកយាយអើយឥឡូវខ្ញុំមិនចូលផ្ទះទេខ្ញុំសូមទៅផ្ទះលោកយាយផងបានទេយាយចាស់ក៏នាំនាងទៅផ្ទះរបស់គាត់ពេលឃើញរូបរាងដូនចាស់នាងចន្ទីក៏គិតក្នុងចិត្តថាយីយាយនេះរូបរាងអាក្រក់គួរឲ្យស្អប់ខ្ពើមណាស់លុះទៅដល់ខ្ទមរបស់យាយចាស់នាង
ក៏លន់មាត់ខ្លាំងដោយចិត្តមាក់ងាយចុះខ្តំយឯងអីក៏រហែកធ្លុះធ្លាយអស់អញ្ចឹងភ្លៀងមកលេចខ្ទេចខ្ទីអស់ហើយផ្ទះនេះពិបាករស់នៅណាស់យាយចាស់ក៏បានប្រាប់ទៅនាងចន្ទទីថាយាយចាស់ហើយចៅអើយមានកម្លាំងកំហែងឯណាទៅធ្វើផ្ទះឲ្យបានល្អដូចចៅនិយាយនោះបន្ទាប់មកយាយចាស់ក៏យកឆ្អឹងមួយដុំនិងអង្ករមួយគ្រាប់ហុចឲ្យនាងយកទៅចំអិនអាហារស្លាប់ហើយលោកយាយឲ្យអង្ករមួយគ្រាប់អញ្ចឹងធ្វើម៉េចខ្ញុំដាំបាយបានពេញមួយឆ្នាំទេនិយាយស្ទើរតែមិនទាន់ចប់ផងនាងចន្ទីក៏ក្រវែងវត្ថុដែលយាយចាស់ឲ្យថែមទាំងយកជើងជន់ទៀតផងលុះយប់ឡើងយាយចាស់និងនាងចន្ទីនាំគ្នាចូលសម្រាកយាយចាស់ប្រើវេទមន្តបង្ហើរក្លិនមាត់ដោយសពដងនាងចន្ទីធំក្លិនស្អុយណាស់ក៏ដេកបែរមុខចេញពីយាយចាស់រហូតទល់ភ្លឺដូនចាស់កាត់យល់ភ្លាមថានាងជាស្រីខាត់លក្ខណ៍មិនដូចនាងម៉ារីកាទេព្រឹកឡើងនាងចន្ទីក៏ប្រាប់ដូនចាស់ថាលោកយាយខ្ញុំចង់ទៅផ្ទះខ្ញុំវិញលោកយាយក៏ប្រាប់នាងឲ្យទៅយកពងមាន់ដូចនាងម៉ារីកាដែរតែដោយចិត្តនាងលោភលន់នាងចន្ទីប្រមូលពងមាន់យកទាំងអស់ទោះវាឆ្លើយថាទៅឬមិនទៅក៏ដោយនាងចន្ទីក៏ទទួលពងមាន់មួយល្អីដើរទៅផ្ទះវិញធ្វើប្រងើយមិនខ្ចីលាដូនចាស់ឡើយដល់ពាក់កណ្ដាលផ្លូវនាងចន្ទីក៏ចាប់ពងមាន់មួយគ្រាប់បោះពងមាន់បែកខ្ចាយคล้ายជាសត្វពស់នាងក៏បោះពងមាន់ទី2ទី3ពស់ជាច្រើនក្បាលបានដេញចឹកនាងសល់ពងមួយនាងចន្ទីបានកាន់ជាប់នៅនឹងដៃលុះរត់បានឆ្ងាយបន្តិចនាងចន្ទីក៏បោះពងដែលកាន់ក្នុងដៃស្រាប់តែចេញមកជារំពាត់ខ្សែតីវាយនាងរហូតដល់ផ្ទះទើបបាត់ស្រមោលនាងចន្ទីបែកមុខមាត់ដៃជើងយំស្រែកដង្ហោយរកម្ដាយក៏សួរទៅកូនស្រីឯណាមាសកូនឯណាម៉ែមីម៉ារីកាហ្នឹងវានិយាយកុហកភូតផលទាំងអស់មានមាសពេជ្រឯណាម៉ែមើលណាមុខមាត់ដៃជើងកូនត្រូវរបួសសពសាច់ព្រោះតែពងមាន់ទឹករបស់វាហ្នឹងមីស្រីចង្រៃឯងនេះម៉ែជួយប្រដៅវាឲ្យកូនបន្តិចមកម្ដាយចង់អាប់ប្រៃជឿតាមសម្ដីកូនវាយនាងម៉ារីកាឥតប្រណីតាមកំហឹងរបស់គាត់ពេលនោះនាងម៉ារីកាក៏នឹករលឹកដល់យាយចាស់ហើយបានស្រែកទៅយាយចាស់ថាលោកយាយជួយចៅផងនាងម៉ារីកាស្រែកហើយក៏បោះពងមាន់ទី1និងទី2ព្រមគ្នាពងមាន់ក៏ប្រែក្លាយជារាជរដ្ឋមួយយ៉ាងស្អាតព្រមទាំងសេនាឆ្វេងស្ដាំស្រីប្រុសជាច្រើនឈរតម្រៀបគ្នាចាំទទួលនាងពងមាន់ទី3ត្រូវនាងបោះទៀតក៏ចេញព្រះរាជបុត្រាស្រស់សង្ហាមួយព្រះអង្គទ្រង់ញញឹមចុះមកកាន់ដៃនាងថ្នមឃើញបែបនេះនាងចន្ទីនិងម្ដាយភ័យស្ទើរលុះព្រលឹងក៏រត់មកក្រាបសំពះសុំទោសអ្នកទាំងពីរម៉ារីកាបានផ្ដាំទៅម្ដាយចុងថាសូមមីងយកមាសរបស់ខ្ញុំទុកប្រើប្រាស់ចុះហើយជួយថែរក្សាឪពុកខ្ញុំផងបើមានឱកាសល្អខ្ញុំនឹងមកលេងអ្នកទាំងអស់គ្នាវិញអ្នកទាំងពីរក៏កាន់ដៃគ្នាឡើងរាជរថហើយធ្វើដំណើរទៅព្រះរាជវាំងហើយរស់នៅយ៉ាងសុខសាន្តទៅហោងរឿងពងមាន់ទឹកដែលប្រិមិត្តយើងបានស្ដាប់កំសាន្តនៅពេលនេះសូមចប់តែត្រឹមនេះតែមុននឹងបញ្ចប់ទៅខ្ញុំបាទសូមខន្តីនិងអភ័យទោសរាល់កំហុសខុសឆ្គងទាំងឡាយណាដែលការអត្ថាធិប្បាយទៅមានការខុសពាក្យពេចន៍ត្រង់ប្រការណាមួយសូមប្រិមិត្តខន្តីនិងអភ័យទោសដល់រូបខ្ញុំបាទផងសូមប្រិមិត្តជួយចុច Subscribe Channel YouTube ជូនខ្ញុំម្នាក់មួយផងដើម្បីទទួលបានរឿងនិទានថ្មីៗទុកស្ដាប់កំសាន្តជាបន្តទៀតសូមអរគុណ